តោះអូខេសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះជួបជាមួយខ្ញុំបាទចង្កាក់ប្រហិតទៀតហើយម្ដងនេះខ្ញុំនាំបងប្អូនអរគ្នាមកទស្សនារបៀបនៃការចាប់សត្វរលកសំពៅដោយប្រើកាយបាទហើយបើសិនបងប្អូនអរគ្នាមានចម្ងល់ឬមួយក៏ចង់បាននៅកាយប្រភេទនេះបងប្អូនអាចខមមិនដូចខាងក្រោមហើយនឹងតាក់ទងខ្ញុំផ្ទាល់មកវាយឈ្មោះក្នុង Facebook វាយដាក់គិរីមកបងប្អូនអរគ្នាហើយបងប្អូនអាចសួរនាំឲ្យប្រភេទកាយនេះគឺខ្ញុំមានបងប្អូនអរគ្នាបាទដូច្នេះបងប្អូនមកចង់ទស្សនាវីដេអូនេះដល់ទីបញ្ចប់សូមកុំភ្លេចបាទចុច Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗទាក់ទងជាមួយនឹងការតាក់សាតឬមួយក៏ការធ្វើតាក់ធ្វើអីផ្សេងដែលខ្ញុំនឹងបង្ហោះជូនបងប្អូនអរគ្នាឲ្យបានទស្សនាអរគ្នាបាទឥឡូវនេះខ្ញុំធ្វើវីដេអូនេះដើម្បីឲ្យបងប្អូនអរគ្នាទស្សនានៅវិធីសាស្ត្រនៃការចាប់សត្វរលកសំពៅបាទដោយប្រើកាយបងប្អូនអរគ្នាបាទហើយយើងគ្រាន់តែជាការកំសាន្តលេងបងប្អូនអរគ្នាយើងកុំយើងកុំទៅដាក់ទៅអីចឹងណាយើងគ្រាន់តែធ្វើដើម្បីកំសាន្តឬមួយក៏ឲ្យបងប្អូនអរគ្នាពេលអត់សុខពេលអីចឹងទៅបងប្អូនពេញចិត្តស្រឡាញ់ការវិស័យសត្វបាទចឹងទៅយើងអាចទស្សនាបាននៅវីដេអូខ្ញុំបាទចង្កាក់ប្រហិតនេះបាទដូច្នេះតោះយើងទៅតាមដានអរគ្នានៅការចាប់សត្វនេះដោយប្រើកាយស្អិតបងប្អូនអរគ្នាតោះយើងទៅតាមដានអរគ្នាបាទហើយប្រាប់បងប្អូនអរគ្នាមួយទៀតបាទតាក់ទងជាមួយនឹងកាយស្អិតនេះយើងមិនមែនដាក់បានតែរលកសំពៅទេបងប្អូនអរគ្នាដាក់បានសត្វជាច្រើនប្រភេទបាទជាប់ដូចគ្នាបាទដូចជាអោតអលោកឬមួយក៏លោកត្រាំងលោកអីបងប្អូនអរគ្នាខួចសត្វមន់សត្វទាយទៅអត់ប្រភេទសត្វបងប្អូននេះបាទហើយកាយនេះដែរគឺយើងរុំមួយដើមឈើបងប្អូនមើលឃើញហើយយើងរុំហើយយើងពេលយើងឈប់ដាក់យើងយកទឹកចលក់ដៃទៅហើយយកដៃចលក់ទឹកមកហើយយើងស្បោតចេញវិញយើងអាចដាក់បានទៀតបងប្អូនអរគ្នាអញ្ចឹងមានកាយនេះមួយចំណែកបងប្អូនចង់ដាក់កដោលដៃក៏បានដែរហើយកាយនេះស្អិតបងប្អូនអត់ងាយលិតមិនអត់ងាយទុំហើយអត់មានរួចវិញបងប្អូនអរគ្នាអញ្ចឹងតោះយើងទៅតាមដានអរគ្នាបាទនៅវីដេអូតាក់សัตว์របស់ខ្ញុំចំកាប់រហ័សនេះទាំងអស់គ្នាតាក់ទងជាមួយនឹងប្រើកាយនេះបាទហើយបងប្អូនចង់ចេះធ្វើកាយស្អិតនេះបងប្អូនអាចមើលទស្សនាមើលវីដេអូខ្ញុំពីមុនដែលខ្ញុំផុសឲ្យបងប្អូនទស្សនាវីដេអូមុនខ្ញុំផុសប្រាប់ពីរបៀបនៃការធ្វើកាយនេះដោយប្រើអីខ្លះលាយជាមួយអីខ្លះបងប្អូនចូលទៅទស្សនានៅក្នុងវីដេអូ channel ហ្នឹងទៅ channel ចង្កាក់រហ័សហ្នឹងទៅបងប្អូនឃើញហើយបងប្អូននឹងរៀនធ្វើតាមហ្នឹងបងប្អូនចេះបងប្អូនអរគ្នាប្រភេទកាយនេះគឺយើងមានស្រួលបងប្អូនអរគ្នាយើងអាចរកតាមផ្ទះគេផ្ទះយើងជាប់ភូមិហ្នឹងរកបានបងប្អូនអរគ្នាមិនបាច់ទៅទីផ្សារទិញណាក៏បានដែរសំខាន់ដល់បងប្អូនចង់បានបងប្អូនគ្រាន់តែដើររកគេហ្នឹងមកបងប្អូននឹងបានកាយនេះបាទហើយងាយមែនតើស្រួលណាបងប្អូនអរគ្នាបាទតោះឥឡូវកុំឲ្យសាមញ៉ាំយូរយើងទៅបាទទស្សនាទាំងអស់គ្នានៅការតាក់សัตว์រលកសំពៅនេះដោយប្រើការស្អិតតោះអូខេតោះយើងទៅតាមដានអស់គ្នាបាទហើយអធិស្ឋានចំពោះការនិយាយស្ដីឬមួយក៏មានពាក្យពេចន៍អីបន្តិចបន្តួចខ្ញុំសូមបងប្អូនអធិស្ឋានផងហើយបងប្អូនទាំងអស់គ្នាបាទស្រឡាញ់គ្រប់ត្រូលនៅ channel ខ្ញុំបាទចង្កាក់ប្រហិតនេះបងប្អូនកុំភ្លេចបាទចុច Subscribe ម្នាក់មួយផងហើយដាក់សញ្ញាកណ្ដឹងផងហើយ share like ម្នាក់មួយមកហ្នឹងហើយអរគុណច្រើនបាទតោះយើងទៅតាមដានអស់គ្នា
បាទដូច្នេះបងប្អូនអរគ្នាវីដេអូខ្ញុំដែលតាក់ទងជាមួយនឹងការចាប់សត្វលោកសំពៅនេះមានតែប៉ុណ្្នឹងហើយសូមបងប្អូនអរគ្នាបាទកុំភ្លេចតាមដាននៅវីដេអូក្រោយៗទៀតខ្ញុំនឹងបង្ហាញប្រាប់បងប្អូនអរគ្នាពីរបៀបនៃការទាក់សត្វផ្សេងៗទៀតហើយអរគុណចំពោះការតាមដានវីដេអូនេះដល់ទីបញ្ចប់ជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ